កាន់តែរសើបហើយពេលនេះក្រោយផ្ទុះសារសំឡេងឆាតស្ត្រីម្នាក់បានជេរប្រមាថទៅលើវរៈកងទ័ពជួរមុខកប់កក់មាត់នៅពេលនេះរូបនាងបានធ្វើការបកស្រាយហើយចំណែកឯសម័យវរៈកងទ័ពក៏បានពន្យល់នៅការពិតថាគណៈពេលដែលមហាជនបានស្នើសូមឲ្យមាននៅចំណាត់ការផ្លូវច្បាប់ថ្មីនេះមានវីដេអូឃ្លីបនិងសារសំឡេងមួយកំពុងតែផ្ទុះនៅការចាប់អារម្មណ៍យ៉ាងខ្លាំងដែលពាក់ព័ន្ធទៅនឹងស្ត្រីម្នាក់បានប្រើប្រាស់នៅពាក្យសម្ដីធ្ងន់ធ្ងរទៅលើវរៈកងទ័ពជួរមុខតើដើមចោមពិតប្រាកដចេញពីណាហើយហេតុអ្វីបានជារឿងនេះធ្វើឲ្យមហាជនបញ្ចេញមតិយ៉ាងប្រងព្រាតនិងស្នើសូមឲ្យមានចំណាត់ការច្បាប់បើទោះបីជាភាគីម្ខាងបានចេញមុខសូមទោសហើយក៏ដោយហេតុការណ៍នេះកំពុងคล้ายទៅជាប្រធានបទដ៏ក្តៅកគុកនៅលើបណ្ដាញសង្គមដែលពាក់ព័ន្ធទៅនឹងបុគ្គលពីររូបគឺស្ត្រីម្នាក់ដែលមាន account Facebook ឈ្មោះថាស្រីនុចនិងបងប្រុសវរៈកងទ័ពជួរមុខដែលបានប្រើប្រាស់ករណីឈ្មោះរត002ដើមចោមដែលធ្វើឲ្យរឿងនេះផ្ទុះឡើងគឺនៅពេលដែលមានការចែកចាយតគ្នានៅសារសំឡេងមួយនៅក្នុងសារសំឡេងនោះគេបានឮសំឡេងស្ត្រីម្នាក់បានប្រើប្រាស់នៅពាក្យពេចន៍អសរោះយ៉ាងធ្ងន់ធ្ងរជេរប្រមាថផ្ដន់ទាឲ្យស្លាប់និងប្រើប្រាស់នៅពាក្យមើលងាយយ៉ាងខ្លាំងទៅលើបុរសម្នាក់ដែលជាវរៈកងទ័ពជួរមុខសារសំឡេងនោះក៏បានបញ្ជាក់អំពីការគំរាមកំហែងនិងមានការប្រើប្រាស់នៅពាក្យប្រមាថទៅដល់ក្រុមគ្រួសារនិងម្ដាយរបស់វរៈកងទ័ពថែមទៀតផងគ្រាន់តែសារនេះត្រូវបានចែកចាយភ្លាមបងប្អូនមហាជនបានសម្ដែងនៅការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើនិងពាក្យសម្ដីដែលខ្វះនៅការគោរពទៅលើវរៈកងទ័ពដែលកំពុងតែឈរជើងការពារទឹកដីនៅសមរភូមិមុខបន្ទាប់ពីមានរលកនៃការរិះគន់យ៉ាងខ្លាំងនៅថ្ងៃទី12ខែសីហាឆ្នាំ2026ស្ត្រីខាងលើដែលមាន account Facebook ឈ្មោះថាស្រីនុចក៏បានចេញជាវីដេអូបកស្រាយជាសាធារណៈផ្អែកទៅតាមវីដេអូនោះរូបនាងបានបញ្ជាក់ថារឿងរ៉ាវដែលរូបនាងបានជេរប្រមាថទៅលើវរៈកងទ័ពនោះគឺមិនមែនទៅតែកើតឡើងនោះទេនេះគឺជារឿងចាស់ដែលបានកើតឡើងជិត1ឆ្នាំមកហើយរូបនាងបានពន្យល់ពីដើមហេតុថាកាលនោះបងថ្លៃរបស់នាងដែលជាកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារបានពលីជីវិតក្រោយមករូបនាងក៏បានឃើញវរៈកងទ័ពឈ្មោះរត002បានធ្វើការបង្ហោះរូបម៉ូតូរបស់បងថ្លៃគាត់ដែលបានពលីនោះស្ត្រីរូបនេះបានអះអាងថាដើមឡើយមានការយល់ច្រឡំគ្នានៅពេលដែលបងស្រីនាងចូលទៅ comment សួរនាំរឿងម៉ូតូរូបនាងបានបន្តទៀតថាវរៈកងទ័ពនោះបានយល់ច្រឡំថាខាងគ្រួសារនាងចង់ប្តឹងផ្ដាល់ហើយក្រោយមកក៏មានការឆាតឌឺដងគ្នាទៅវិញទៅមកទើបធ្វើឲ្យរូបនាងមានការខឹងសម្បាឈានទៅដល់ការជេរប្រមាថបែបនេះទោះជាយ៉ាងណានៅក្នុងវីដេអូដដែលនេះរូបនាងក៏បានសូមទោសជាសាធារណៈម្ដងទៀតនិងបានបញ្ជាក់ថារឿងនេះបានបញ្ចប់យូរហើយសូមកុំឲ្យមហាជនបន្តជេរប្រមាថរូបនាងទៀតឈានមកដល់ថ្ងៃទី13ខែសីហាឆ្នាំ2026នេះភាគីវរៈកងទ័ពដែលមាន account Facebook ឈ្មោះថារត002ក៏បានចេញមុខសរសេរបកស្រាយនិងបង្ហោះនៅវីដេអូដើម្បីបញ្ជាក់អំពីការពិតពីខាងគាត់វិញម្ដងការរៀបរាប់របស់វរៈកងទ័ពបានបង្ហាញអំពីសាច់រឿងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងរូបគាត់បានបញ្ជាក់ថាគាត់ឈរជើងនៅសមរភូមិមុខទិសអានសេះហើយមានកងទ័ពម្នាក់ទៀតដែលមានឈ្មោះថាឆេងសារ៉ាន់ដែលគាត់រាប់អានជាប៉ាធរបានធ្វើសង្គ្រាមវគ្គ2ជាមួយគ្នានៅមុនពេលដែលប៉ាធររបស់គាត់បានពលីរូបគាត់បានផ្ដាំផ្ញើថាម៉ូតូរបស់គាត់ទុកនៅជើងភ្នំបើមានឱកាសទៅផ្ទះជួយយកម៉ូតូនោះទៅឲ្យផងក្រោយពីសង្គ្រាមបានចប់ហើយប៉ាធរក៏បានពលីជីវិតវរៈកងទ័ពរូបនេះបានចុះពីភ្នំទៅស្វែងរកម៉ូតូនោះរហូតទាល់តែឃើញរូបគាត់ក៏បានយកម៉ូតូនោះទៅជួសជុលរៀបចំឲ្យបានស្អាតហើយបានតាក់ទងទៅកាន់កូនស្រីបង្កើតរបស់សពដើម្បីផ្ញើម៉ូតូនោះទៅកន្លែងធ្វើបុណ្យសពនៅឯខេត្តកំពង់ចាមក៏ប៉ុន្តែបញ្ហាក៏បានកើតឡើងនៅពេលដែលប្រពន្ធក្រោយរបស់សពនិងប្អូនស្រីរបស់ប្រពន្ធក្រោយនោះគឺឈ្មោះស្រីនុចបានខឹងសម្បាយ៉ាងខ្លាំងដែលវរៈកងទ័ពរូបនេះបញ្ជូនម៉ូតូទៅកន្លែងបុណ្យសពផ្ទាល់ដោយមិនប្រគល់ឲ្យពួកគេបងប្រុសវរៈកងទ័ពបានបញ្ជាក់យ៉ាងច្បាស់ប្រាប់ទៅកាន់ភាគីខាងស្ត្រីនោះ
ថាតាមទម្លាប់ទ្រព្យសម្បត្តិរបស់សពគឺត្រូវបញ្ជូនទៅកន្លែងបន់សពសិនហើយមានការបែងចែកយ៉ាងណានោះគឺជាកាតព្វកិច្ចរបស់គ្រួសារតាមក្រោយរូបគាត់ជាអ្នកជួយសង្គ្រោះទ្រព្យសម្បត្តិมันមានសិទ្ធិសម្រេចនោះទេជាការតបស្នងនៃការជួយនេះរូបគាត់បែរជាទទួលរងនៅការជេរប្រមាថយ៉ាងចាស់ដៃហើយថែមទាំងបានចោទប្រកាន់រូបគាត់ថាគាត់ជាចោរលួចម៉ូតូថែមទៀតផងចំណុចដែលធ្វើឲ្យបងប្រុសវីរៈកងទ័ពរូបនេះនៅតែចងចាំមិនភ្លេចនោះគឺមិនមែនគ្រាន់តែជេរប្រមាថរូបគាត់នោះទេតែថែមទាំងបានជេរប្រមាថដល់ឪពុកម្ដាយរបស់គាត់ថែមទៀតផងគាត់ក៏បានបញ្ជាក់ថាស្ត្រីរូបនោះមិនដែលបានទំនាក់ទំនងសូមទោសរូបគាត់ដោយផ្ទាល់នោះទេហើយគាត់ស្នើថាបើចង់សូមទោសសូមទោសដល់ឪពុកម្ដាយរបស់គាត់ផងទោះជាយ៉ាងណាក្នុងនាមជាកងទ័ពដែលចង់បានតែសន្តិភាពរូបគាត់បានបញ្ជាក់ថាគាត់អាចលើកលែងឲ្យបាននិងចាត់ទុកថាធ្វើបន់ខុសមនុស្សទៅចោះក្រោយពីបានស្ដាប់នៅការបញ្យលរបស់បងប្រុសវីរៈកងទ័ពហើយនោះមហាជនជាច្រើនបានបង្ហាញនៅការគាំទ្រយ៉ាងពេញទំហឹងចំពោះទង្វើដ៏ល្អប្រពៃរបស់គាត់តាមរយៈការបញ្ចេញមតិជាច្រើនអ្នកលេខបណ្ដាញសង្គមបានលើកឡើងស្រដៀងគ្នាថាបងប្រុសវីរៈកងទ័ពបានធ្វើដល់រឿងដ៏ត្រឹមត្រូវជាទីបំផុតក្នុងការបញ្ជូនទ្រព្យសម្បត្តិទៅកន្លែងបន់សពចំណុចដែលមហាជនកំពុងតែផ្ដោតនៅការយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺបញ្ហាផ្លូវច្បាប់អ្នកបញ្ចេញមតិជាច្រើនរួមទាំងអ្នកយល់ដឹងពីច្បាប់ផងនោះបានពន្យល់ថាបើទោះបីជាមានការចេញមុខសូមទោសក្តីក៏បទល្មើសព្រហ្មទណ្ឌដូចជាការប្រមាថអាយុជីវិតការញុះញង់និងការបរិហាគេចោទគេថាជាចោរមិនអាចរលត់ទៅវិញដោយគ្រាន់តែពាក្យសូមទោសនោះទេមហាជនជាច្រើនបានសំណូមពរយ៉ាងទទូចដល់ស្ថាប័នមានសមត្ថកិច្ចឲ្យចាត់វិធានការផ្លូវច្បាប់ដើម្បីលុបបំបាត់នៅវប្បធម៌ជេរប្រមាថតាមអំពើចិត្តនៅក្នុងសង្គមជាពិសេសការប្រមាថទៅលើកងទ័ពដែលកំពុងតែលះបង់ដើម្បីជាតិមាតុភូមិបាទប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពបើមើលទៅតាមព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះយើងអាចទាញយកនៅការវិភាគប្រកបដោយការប្រុងប្រយ័ត្នបានមួយចំនួនចំណុចទី1ហេតុអ្វីបានជារឿងនេះคล้ายទៅជាចំណាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺដោយសារតែវាបានប៉ះពាល់ទៅដល់តម្លៃនៃសិលធម៌និងការដឹងគុណកងទ័ពជួរមុខគឺជានិមិត្តរូបនៃការលះបង់សាច់ស្រស់ឈាមស្រស់ដូច្នេះរាល់ការប្រមាថណាមួយទៅលើកងទ័ពវាតែងតែបង្កឲ្យមានការឈឺចាប់និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់បងប្អូនមហាជនចំណុចទី2នោះគឺបញ្ហាវិវាទរវាងគ្រួសារនិងអ្នកជួយយកអាសាដោយផ្អែកទៅលើការរៀបរាប់របស់បងប្រុសវីរៈកងទ័ពការសម្រេចចិត្តបញ្ជូនម៉ូតូទៅកន្លែងបន់សពនោះគឺជាទង្វើប្រកបដោយតម្លាភាពនិងត្រឹមត្រូវទៅតាមទម្លាប់សង្គមចំនួននេះសបញ្ជាក់ឲ្យឃើញថាពេលខ្លះការចង់បានទ្រព្យសម្បត្តិឬក៏ការខ្វះនៅការគិតពិចារណាបានរុញច្រានឲ្យមនុស្សយើងប្រើប្រាស់នៅកំហឹងវាយប្រហារទៅលើអ្នកដែលខិតខំជួយយើងទៅវិញចំណុចទី3នោះគឺអត្ថន័យនៃការសូមទោសនិងការទទួលខុសត្រូវខាងភាគីស្ត្រីបានយល់ឃើញថារឿងនេះគឺជារឿងចាស់ជិត1ឆ្នាំទៅហើយគួរតែបញ្ចប់ក៏ប៉ុន្តែសម្រាប់ជនរងគ្រោះវិញការប៉ះពាល់ទៅដល់កិត្តិយសជាពិសេសការជេរប្រមាថដល់ឪពុកម្ដាយមិនមែនជារឿងដែលអាចលុបលាងត្រឹមតែពាក្យសូមទោសតាមរយៈបណ្ដាញសង្គមដោយងាយៗនោះទេនេះគឺជាមូលហេតុដែលមហាជនបានធ្វើការបែងចែកច្បាស់រវាងកំហុសផ្នែករដ្ឋប្រវេណីនិងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌក្នុងនាមជាអ្នកតាមដាននៅព័ត៌មានសង្គមមួយរូបយើងខ្ញុំបានយល់ឃើញថាហេតុការណ៍នេះគឺជាមេរៀនដ៏ធំមួយសម្រាប់យើងទាំងអស់គ្នាក្នុងការប្រើប្រាស់បណ្ដាញសង្គមនិងការគ្រប់គ្រងអារម្មណ៍ការខឹងសម្បាមួយឆាវរួចក៏ទាញទូរស័ព្ទចុចឆាតសំឡេងជេរប្រមាថគេដោយពាក្យសម្ដីធ្ងន់ធ្ងរវាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេតែវាបានបន្សល់ទុកនៅស្នាក់ស្នាម Digital ដែលអាចត្រឡប់មកបំផ្លាញកិត្តិយសនិងអាចប្រឈមមុខនឹងច្បាប់នៅថ្ងៃណាមួយយើងទាំងអស់គ្នាគួរតែមាននៅការគោរពឲ្យបានខ្ពស់ចំពោះបុគ្គលដែលបានលះបង់ដើម្បីជាតិមាតុភូមិទន្ទឹមនឹងនេះយើងខ្ញុំក៏សូមសំណូមពរដល់បងប្អូនមហាជនដែលកំពុងតែបញ្ចេញមតិសូមចូលរួមបញ្ចេញមតិ comment ដោយមានហេតុផលនិងភាពថ្លៃថ្នូរយើងអាចទាមទាររកយុត្តិធម៌និងសំណូមពរឲ្យច្បាប់អនុវត្តបានក៏ប៉ុន្តែយើងមិនគួរ
ទៅជេរប្រមាថតបតឬក៏វាយប្រហារទៅលើគ្រួសារឬកុមារដែលមិនបានពាក់ព័ន្ធនោះទេសូមទុកលទ្ធភាពនេះជូនទៅភាគីពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចជាអ្នកដោះស្រាយបន្តទៅតាមនីតិវិធីសរុបជារួមមកវិញចំនួនពាក្យសម្ដីជុំវិញរឿងម៉ូតូសពរបស់វរៈកងទ័ពបានបង្ហាញឲ្យយើងឃើញអំពីការយល់ច្រឡំដែលវិវត្តទៅជាការជេរប្រមាថយ៉ាងធ្ងន់ធ្ងរនិងចុងក្រោយបានคล้ายទៅជាមេរៀនសង្គមដ៏រសើបមួយភាគីខាងស្ត្រីក៏បានចេញមុខសូមទោសខណៈពេលដែលភាគីខាងបងប្រុសវរៈកងទ័ពក៏បានទាមទារឲ្យមានការសូមទោសដោយផ្ទាល់ដល់ឪពុកម្ដាយរបស់គាត់រីឯមហាជនវិញកំពុងតែរងចាំមើលនៅចំណាត់ការផ្លូវច្បាប់តើបងប្អូនប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះសូមចូលរួមបញ្ចេញមតិនៅខាងក្រោមវីដេអូនេះដោយក្តីគោរពនិងប្រកបដោយសុជីវធម៌ប្រសិនបើមាននៅព័ត៌មានអាប់ដេតថ្មីឬក៏ចំណាត់ការបន្តពីសំណាក់អាជ្ញាធរយើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពជូនបងប្អូនជាបន្តទៀត